អឺឆាត្រកួនស្រុកស្រែបងប្អូនណាឆាត្រកួនជាមួយសាច់ជ្រូក3ជាន់និយាយរួមគឺឆ្ងាញ់បងប្អូនណាហើយត្រកួនយើងហ្នឹងគឺត្រកួនចិនអាត្រកួនវេលើទឹកធំធំបងប្អូនណាអាហ្នឹងយើងយកមកដល់យើងពុះជ្រៀកវេទូទូចឹងមកយើងត្រាំទឹកវាឡើងរួញរួញចឹងតែម្ដងហើយយើងពេលយើងឆាទៅគឺវាចូលជាតិឆ្ងាញ់ហ្មងណាវាឡើងទន់ហ្មងហើយឥឡូវយើងមានខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសផងដែរហើយម្ទេសហ្នឹងបងប្អូនដាក់វាម្ទេសហិលក៏បានអត់សូវហិលក៏បានដែរបងប្អូនតែបើយើងដាក់ហិលទៅវាឡមវាឆ្ងាញ់ហ្មងឆាហ្នឹងហើយយើងក៏មានសាច់ជ្រូក3ជាន់ដែរបងប្អូននិយាយរួមទៅយើងតកួនយើងឆាជាមួយសាច់ជ្រូក3ជាន់ហ្នឹងគឺវាឡើងទន់តកួនជាពិសេសអាតកួនឯងខ្ញុំដូចថាខ្ញុំជ្រៀកវាទូចហើយខ្ញុំត្រាំទឹកឲ្យអស់វាអស់ជាប់ដល់ពេលអញ្ចឹងទៅអាទូចហ្នឹងវាទៅជាដាក់ទៅឡើងទន់ហើយឡើងទន់ល្មើយហ្មងតកួនហ្នឹងបើសិនជាបងប្អូនអត់ពេលបងប្អូនមិនបាច់ជ្រៀកដូចខ្ញុំទេបងប្អូនដំវាបែកតិចទៅទូតិចទៅដាក់ត្រាំទឹកទៅតែខ្ញុំវាមានពេលដែរខ្ញុំចេះតែធ្វើទុកអញ្ចឹងទៅត្រាំទឹកទៅវាឡើងរួញអញ្ចឹងតែម្ដងដោយអាតកួនបុកល្ហុងយើងហ្នឹងណាឥឡូវយើងនិយាយរៀបរាប់ហើយឥឡូវយើងគ្រឿងក្រៅយើងធ្វើរួចរាល់អស់ហើយឥឡូវយើងចាប់ដើមថាតកួនយើងនេះគឺខ្ញុំស្រង់ចេញពីទឹកមកឲ្យវាស្រស់ទឹកតែម្ដងហើយនិយាយរួមទៅគឺថាតាមជនបទស្រុកស្រែបងប្អូនអើយគឺជាតិណាបងប្អូនគឺថាឆ្ងាញ់តែម្ដងហើយមេឃវាសតុំរហូតតែភ្លៀងទៀតហ៎ឥឡូវយើងដាក់ខ្ទះមកដាក់ខ្ញុំប្រើខ្លាញ់ជ្រូកឯងបងប្អូនចិត្តអស់ហើយខ្លាញ់ជ្រូករបស់ខ្ញុំហ្នឹងខ្ញុំចំហៀវខ្លួនឯងដល់ពេលអញ្ចឹងទៅវាចិត្តអស់ហើយសល់តិចទៀតទេឥឡូវយើងដាក់ខ្លាញ់ជ្រូកហ្នឹងមកចូលមកយើងដាក់គ្រឿងយើងចូល3មុខហ្នឹងមករំលីងវាឲ្យឈ្ងុយបន្តិចរៀងខ្ទឹមហ្នឹងឲ្យវារៀងដូចថាឡើងរៀងឆ្អិនណាបងប្អូនដល់អញ្ចឹងយើងដាក់ស្ករត្នោតមួយចុងស្លាបព្រាមកបងប្អូនអត់មានស្ករត្នោតបងប្អូនដាក់ស្ករសក៏បានដែរដូចតែគ្នាទេតែខ្ញុំមានស្ករត្នោតខ្ញុំដាក់ទៅវាកាន់តែឈ្ងុយហ្មងស្ករយើងស្ករធម្មជាតិយើងរួចហើយក៏ដាក់ទឹកត្រីមួយចុងស្លាបព្រាមកដាក់ទៅកាន់តែឈ្ងុយក៏ដាក់ទឹកត្រីយើងក៏ដាក់សាច់ជ្រូក3ជាន់យើងចូលតែម្ដងឆាទៅឆាមកឲ្យឆ្អិនសាច់ជ្រូកឆ្អិនសាច់ជ្រូកនឹងហើយកូរទៅកូរមកឲ្យវាដូចថាវារីងទឹកបន្តិចទៅរួចហើយក៏យើងដាក់ទឹកស្អ៊ីវបន្តិចរ៉ូឌីបន្តិចប្រេងខ្យងបន្តិចមកហើយរួចហើយក៏ដាក់អំបិលបន្តិចដែរបងប្អូនដាក់បន្តិចទៅមួយមុខបន្តិចទៅព្រោះឲ្យយើងខ្លាចប្រៃព្រោះយើងអត់ត្រូវការយកទឹកច្រើនទេយើងយកទឹកខាប់តិចទេរួចហើយក៏ដាក់ត្រកួនយើងចូលតែម្ដងឃើញបងប្អូនត្រកួនរួញឃើញទេតែឃើញមកផ្ទះអញ្ចឹងប៉ុន្តែដល់ពេលវានោមទៅសល់បន្តិចហើយសល់មួយចានល្មមហ្មងបងប្អូនប៉ុន្តែគ្រាន់ប្រាប់ថាធ្វើដូចថាតកួនអញ្ចឹងវាចូលជាតិហ្មងវាឆាប់ចូលជាតិបងប្អូនណាហើយរួចហើយខ្ញុំភ្លក់វាស្ទើរអញ្ចឹងខ្ញុំថែមគ្រឿងទៀតស្ករសបន្តិចរ៉ូឌីបន្តិចទៅហើយអំបិលបន្តិចបានហើយព្រោះអីតាមធម្មតាគឺខ្ញុំអត់ដែរយកប្រៃទេម្ហូបបងប្អូនណាហើយឥឡូវជួយហូបជាមួយខ្ញុំទាំងអស់គ្នាចង់ប្រាប់ថាជាតិណាបងប្អូនអើយជាតិដូចខ្ញុំរៃរ៉ាំអញ្ចឹងតកួនធ្វើអញ្ចឹងទៅវាឡើងទន់ល្មើយតែម្ដងអត់ពិបាកហូបទេគឺឆ្ងាញ់មែនតើហ្មងឆ្ងាញ់ជាងអាតកួនដែលយើងដំតប៉ែតហើយយើងនិយាយឲ្យចំទៅថាមួយម៉ាត់ថាគឺឡើងតកួននឹងឡើងស្រួយទន់ល្មើយស្រួយគេហៅទន់ហើយឡើងរៀងស្រួយបងប្អូនសាកធ្វើអញ្ចឹងមកប៉ុន្តែតកួនចិនឥឡូវវីដេអូខ្ញុំចុងក្រោយជម្រាបលាបាយ